បាទសួស្តីទាំងអស់គ្នាអញ្ចឹងយើងបន្តមេរៀនរបស់យើងទៀតបាទអញ្ចឹងនៅក្នុងក្រុមហ៊ុនដែរតែយើងរៀនចំណុចផ្សេងមួយទៀតគឺបាទរបៀបដាក់បន្ទាត់លើអក្សរមានថាយើងគូសបន្ទាត់កាត់ពីលើអក្សរបាទអញ្ចឹងដើម្បីគូសបន្ទាត់កាត់លើអក្សរគឺយើង select លើអក្សរហើយចុចលើអក្សរ A B C ដែលមានគូសកាត់បន្ទាត់លើអក្សរហ្នឹងឬក៏បាទយើងចង់ដោះវិញយើងចុចលើវាម្ដងទៀតវានឹងដោះវិញហើយបាទហើយមួយទៀតតាក់ទងជាមួយនឹងរបៀបដាក់ subscript បាទដាក់ subscript គឺយើង select លើអក្សរដូចគ្នាហើយយើងចុចទៅលើអក្សរ X ដែលមានលេខ2នៅខាងក្រោមអក្សរ X ហ្នឹងគឺយើងហៅថា subscript បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំសរសេរ HDO អញ្ចឹងខ្ញុំចង់ដាក់ D នេះបាទនៅក្រោមអញ្ចឹងយើង select ហើយចុច X បាទនៅពីក្រោមហ្នឹងហើយមួយទៀតគឺរបៀបដាក់បាទ superscript អញ្ចឹង superscript គឺកន្លែងអក្សរ X ដែលមានស្វ័យគុណខាងលើនេះបាទឬក៏លេខ2នៅខាងលើនេះបាទអញ្ចឹងឧទាហរណ៍ខ្ញុំចង់ដាក់ x ការ៉េបាទបូក y ការ៉េហ្នឹងអញ្ចឹងខ្ញុំ select លើ2ហើយខ្ញុំចុចលើ superscript ហើយដូចគ្នាដែរបាទ y ការ៉េនេះគឺខ្ញុំ select លេខ2ដាក់ superscript ដូចគ្នាហើយបើយើងអត់ចង់បានទេយើងចុចទៅលើ x លេខ2នៅលើនឹងវិញមកគឺវាបាត់ទៅវិញហើយមួយទៀតគឺរបៀបប្រើប្រាស់ change case អញ្ចឹងការប្រើប្រាស់ change case គឺបានន័យថាយើងប្រើកំណត់ទៅលើអក្សរបាទពីមុខធំបាទអក្សរនៅកណ្ដាលធំបាទឬក៏អក្សរធំដើមបន្ទាប់ជាដើមអញ្ចឹងខ្ញុំ select លើអក្សរឧទាហរណ៍ពាក្យថា sentence នេះបាទខ្ញុំ select លើអក្សរហើយខ្ញុំជ្រើសយក lower case គឺអក្សរ S នៅពីមុខហ្នឹងគឺវាតូចទាំងអស់ហើយបើខ្ញុំយក upper case គឺអក្សរ sentence ហ្នឹងវាដូរទៅជាអក្សរធំទាំងអស់បាទហើយបើសិនជាខ្ញុំយក capital គឺមានន័យថាអក្សរហ្នឹងវាធំនៅដើមប្រយោគបាទធំមួយពាក្យបាទហើយtoggle case គឺអក្សរមុខតូចអក្សរក្រោយធំបាទអញ្ចឹងខ្ញុំយក sentence case គឺអក្សរធំដើមប្រយោគហើយចំណុចមួយទៀតគឺរបៀបដាក់ highlight បាទអញ្ចឹងដើម្បីដាក់ highlight ទៅលើអក្សរបាទទាំងអស់គ្នាគឺយើង select ទៅលើអក្សរសិនបាទហើយបន្តមកទៀតទាំងអស់គ្នាចុចទៅលើបាទអក្សរ AB ដែលមានរូបពណ៌ហ្នឹងបាទយើងចុចលើវាមកបាទណាអញ្ចឹងយើងចុចជ្រើសរើសពណ៌បាទអញ្ចឹងចង់បានពណ៌អីជ្រើសរើសពណ៌ហ្នឹងមកអញ្ចឹងឧទាហរណ៍ខ្ញុំជ្រើសរើសពណ៌មួយនេះបាទអញ្ចឹងយើងនឹង highlight លើអក្សរមួយហ្នឹងហើយបាទហើយបើអត់ចង់ highlight ទៅលើអក្សរហ្នឹងទេគឺបាទបងប្អូនគ្នាជ្រើសយកពាក្យថា no color ហើយយើងយកបាទអូសពីលើអក្សរហ្នឹងមកគឺវាបាត់ពណ៌ទៅវិញហើយណាបាទឬក៏យើងជ្រើសរើសពណ៌ផ្សេងយើងអូសលើវាម្ដងទៀតនឹងចេញពណ៌បាទហ្នឹងគឺរបៀបប្រើប្រាស់ highlight បាទហើយមួយទៀតគឺរបៀបបដូរពណ៌អក្សរអញ្ចឹងដើម្បីបដូរពណ៌អក្សរដូចគ្នាដែរបាទយើង select លើអក្សរហើយយើងចុចលើ menu home បាទហើយជ្រើសរើសអក្សរ A ដែលមានពណ៌នៅខាងក្រោមបាទបន្តមកទៀតទាំងអស់គ្នាចុចលើវាហើយជ្រើសរើសពណ៌ដែលទាំងអស់គ្នាពេញចិត្តណាបាទឬក៏ទាំងអស់គ្នាចុច more color បាទដើម្បីស្វែងរកពណ៌ផ្សេងទៀតបាទហើយយើងទាញតនិចហ្នឹងមកដើម្បីបាទឲ្យវាចាប់ពណ៌តាណាដែលយើងពេញចិត្តបាទបន្តមកនេះយើងចុច OK នោះវានឹងដូរពណ៌ទៅតាមអ្វីដែលយើងចង់បានបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងសូមអរគុណ